ថ្ងៃនេះដែរខ្ញុំបានឆាខ្ញីជាមួយនឹងស្លាប់មាន់បងប្អូនគេនោះគឺខ្ញុំចាប់ផ្ដើមដាក់ដាំឆ្នាំងហើយខ្ញុំចាក់ប្រេងចូលប្រេងនេះគឺប្រេងរ៉ាប់បងប្អូនហើយខ្ញុំខ្លាញ់ក្តៅខ្ញុំដាក់ខ្ទឹមចូលហើយជាឆ្ងល់ហើយមានខ្ទះមិនព្រមឆានឹងខ្ទះមិនក៏ឆានឹងឆ្នាំងវាសារតែខ្ញុំឆាជាមួយស្លាប់មាន់ខ្ញុំឆាម្ហូបដែលមានឆ្អឹងខ្ញុំអត់ប្រើខ្ទះទេព្រោះខ្ទះខ្ញុំណាន់ស្ទីកហើយបើយើងប្រើឆ្អឹងវានឹងធ្វើឲ្យខ្ទះយើងឆ្កូតហើយខ្ទះណាន់ស្ទីកគ្រោះថ្នាក់តែពេលឆ្កូតបងប្អូនប៉សុខភាពខ្លាំងណាស់អញ្ចឹងខ្ញុំអត់យកមកឆាទេបើឆាជាមួយស្លាប់មាន់អញ្ចឹងវានឹងធ្វើឲ្យឆ្កូតខ្ទះយើងណាហើយរបៀបឆារបស់ខ្ញុំនេះគឺងាយបងប្អូនខ្ញុំច្រើនតែលីងខ្ញីមុននឹងដាក់ឆាសាច់ចូលអញ្ចឹងណាហើយខ្ញុំឆាបែបខ្ជិលបងប្អូនឆាបែបខ្ជិលហើយងាយមើលបញ្ចូលសលេងមានអ្នកបញ្ចូលសលេងដែររបៀបឆារបស់ខ្ញុំគឺខ្ញុំលីងត្រឹមតាខ្ញីត្រឹម1តុនទេហើយបងប្អូនដូចឃើញស្រាប់អញ្ចឹងអត់ដួសខ្ញីចេញទេព្រោះបែបខ្ជិលហើយទៅអញ្ចឹងទៅពេលវាតុនល្មមហើយខ្ញុំដាក់ខ្ទឹមចូលពងឲ្យមកធំមកឈ្ងុយទេហើយបាទខ្ញុំដាក់ឆ្អឹងស្លាប់មាន់ហៅស្លាប់មាន់ហ្មងទៅព្រោះវាមានឆ្អឹងហ្នឹងមុតណាបងប្អូនប៉ះខ្ទះឬក៏ឆ្នាំងអាណានស្ទីកតាមបន្តិចវាឆ្កូតហើយចឹងឆាឆ្នាំងសុវត្ថិភាពហើយគ្រឿងរបស់ខ្ញុំអត់មានអីច្រើនទេអត់មានអីច្រើនហ្នឹងគឺមានទឹកត្រីមួយស្លាបព្រាកាហ្វេហ្នឹងទៅទឹកស៊ីអ៊ីវបន្ថែមអំបិលបន្តិចម្រេចបន្តិចហើយគ្រឿងប៉ុណ្ណឹងបងប្អូនប៊ីចេងក៏មិនដាក់ម្សៅស៊ុបក៏មិនប្រើចឹងទៅរសជាតិវាឆ្ងាញ់ខ្ញុំចូលចិត្តរសជាតិប៉ុណ្ណឹងហើយឆាវាត្រឡប់ចុះត្រឡប់ឡើងទៅវាចេញប្រេងពីស្លាប់មាន់មកខ្លាញ់ណាព្រោះមាន់សុកនេះខ្ញុំទិញមាន់2អូនៅតែមានប្រេងខ្លាញ់វាអញ្ចឹងយើងសុខភាពកុំដាក់ខ្លាញ់ច្រើនតិចប្រើប្រេងតិចបានទេចុងក្រោយបន្ថែមស្លឹកខ្ទឹមមកហើយតែឆាខ្ញីខ្ញុំចូលចិត្តយើងប៉ែចឹងខ្ញុំក៏បានថែមទឹកបន្តិចដែរបងប្អូនអើយនិយាយរួមទៅឆាខ្ញីលឿនណាបងប្អូនមួយផ្លែតបានញ៉ាំហើយសាច់មាន់យើងមានត្រូវងាស់យូរដូចសាច់ជ្រូកណាហើយខ្ញុំចូលចិត្តឆាខ្ញីបែបអញ្ចឹងបងប្អូនណាចាឆាខ្ញីបែបណាខ្លះជួយប្រាប់ផងសម្រាប់ខ្ញុំញ៉ាំតែបែបអញ្ចឹងទេតែបើអាសាទៅរៀងឆាមានរបៀបជាងនឹងតិចណាតែខ្ជិលមានកូនមានអីញ៉ៃអូយធ្វើលឿនចាប់បានញ៉ាំបងប្អូនមកអញ្ជើញឆ្ងាញ់ជាមួយខ្ញុំហើយអរគុណបងប្អូនដែលបានទស្សនាជួបគ្នាវីដេអូបន្តបើចូលចិត្តជួយ like share comment ផងអរគុណបាយបាយ